បន្តែដោនចុះជាកដេកធាវរបស់ market ដែលត្រូវធ្លាក់មកយកជាមួយនឹង fair value gap ហើយ reversal ណាអញ្ចឹងយើងអាចរកតំបន់ entry បានគឺតំបន់ FVGO develop ហ្នឹងទៅហើយតកតងជាមួយនឹងទៅលើSL របស់យើងណាតកតងមក SL របស់យើងយើងធ្វើ swing low អញ្ចឹង target របស់យើងអាចយកទៅដល់នេះ trend line ហ្នឹងមកទៅហ្នឹងហើយអញ្ចឹង market អាចទៅយកជាមួយនឹងបាទជាមួយនឹង trend line របស់យើងអញ្ចឹងដំណើរដើមតងរបស់ market វាអាចចុះយកជាមួយនឹង order block ហើយ reversal ទៅអញ្ចឹង target យើងអាចយកធ្វើ trend line 4ម៉ោងនេះបានបច្ចុប្បន្នយើងរងចាំឲ្យ market ចុះយកជាមួយនឹង order block ឬ FVG សិនចាំយើងទៅការបាយតែបើសិនវាអត់ចុះយកទេវា reversal តែម្ដងយើងកុំតាមសារសោះហើយវាទៅដល់ណាទៅណាអាហ្នឹងគឺជាវិន័យក្នុងការចេញចូលផ្សាររបស់យើងត្រូវតែcomplete ត្រូវតែ set up យើងត្រូវតែ follow តាមវាបើសិនយើងអត់ follow តាមវាមានបញ្ហាដល់ការ trading ប្រចាំថ្ងៃរបស់យើងអូខេអញ្ចឹងអានេះគ្រាន់តែជាការ analyze ខ្លះៗទេមានតំបន់មួយចំនួនដែលខ្ញុំមិនទាន់ចាប់គ្រាន់តែអានេះខ្ញុំ update ព័ត៌មានមាសថ្ងៃហ្នឹងឲ្យគ្នាយើងបានឃើញបានយល់ទេអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ